អ្នកគ្រូខ្ញុំធ្លាក់ឈាមមកតិចតិច9ថ្ងៃហើយតើជាឈាមរាងក្បាលកូនឬក៏ឈាមរដូវអ្នកគ្រូចាបងតាក់ទងជាមួយនឹងការមករដូវធម្មតាគឺចន្លោះពី3ថ្ងៃទៅ7ថ្ងៃទោះជាមកតិចឬក៏ច្រើនក៏ដោយគឺចាត់ទុកថាជាការមករដូវធម្មតាហើយចំពោះករណីបងស្រីគឺបងធ្លាក់ឈាម9ថ្ងៃចុះមានន័យថាលើសពីថ្ងៃនៃការមករដូវធម្មតាអញ្ចឹងពេលខ្លះបងអាចនឹងមានបញ្ហាស្បូនអញ្ចឹងសូមបងប្រញាប់ទៅអេកូដើម្បីមើលឆែកមើលសុខភាពស្បូនបានដោយសារពេលខ្លះយើងមានការរលាកស្បូនឬក៏មានដុំសាច់ដុំគីអីក៏អាចមានការធ្លាក់ឈាមច្រើនថ្ងៃបែបនឹងដែរលើសពីថ្ងៃដែលមករដូវប៉ុន្តែបើក្នុងករណីបងទៅអេកូលទ្ធផលចេញមកមានន័យថាស្បូនបងគឺសុខភាពល្អធម្មតាអញ្ចឹងតាក់ទងជាមួយនឹងការធ្លាក់ឈាមរបស់បងពេលខ្លះគឺបងអាចនឹងមានការធ្លាក់ច្រើនបែបហ្នឹងវាអាស្រ័យលើសុខភាពស្បូនរបស់បងហើយតាក់ទងជាមួយនឹងឈាមលាងក្បាលកូនឬក៏ឈាមរដូវគឺខុសគ្នាបងឈាមលាងក្បាលកូនមានន័យថាយើងដឹងថាយើងមានផ្ទៃពោះហើយឬក៏យើងកំពុងតែមានផ្ទៃពោះអញ្ចឹងគឺវាកើតឡើងនៅក្នុងត្រីមាសទី1នៃការមានផ្ទៃពោះ3ខែដំបូងជាទូទៅអ្នកខ្លះគាត់ធ្លាក់នៅក្នុងការមានផ្ទៃពោះ1ខែអ្នកខ្លះ2ខែអ្នកខ្លះ3ខែអញ្ចឹងតាក់ទងជាមួយនឹងការធ្លាក់ឈាមអ្នកខ្លះគាត់ធ្លាក់មកប្រើប៉ុន្តែរយៈពេលតែ1ថ្ងៃ2ថ្ងៃហើយធ្លាក់មកដឹងខ្លួនតែបើអ្នកខ្លះវិញគឺគាត់ធ្លាក់ត្រឹមតែ1ដំណក់ឬក៏2ដំណក់ត្រឹមរយៈពេល1ថ្ងៃ2ថ្ងៃហើយធ្លាក់មកគឺដឹងខ្លួនទេចឹងតាក់ទងជាមួយនឹងឈាមលាងក្បាលកូនគឺនៅពេលដែលយើងមានផ្ទៃពោះឬក៏យើងដឹងថាយើងមានផ្ទៃពោះមានការធ្លាក់ឈាមគឺចាត់ទុកថាជាឈាមលាងក្បាលកូនប៉ុន្តែយ៉ាងណាអ្នកដែលគាត់មានផ្ទៃពោះឲ្យតែមានការធ្លាក់ឈាមគឺគាត់ត្រូវតែប្រញាប់ទៅអេកូមើលដើម្បីឆែកមើលថាតើឈាមនឹងមានបញ្ហាឬក៏ប៉ះពាល់ដល់កូនឬក៏អត់អ្នកខ្លះគាត់ធ្លាក់ឈាមប៉ុន្តែគាត់ជាសញ្ញាមួយដែលប្រាប់ថាគាត់កំពុងតែរលូតកូនឬក៏គេហៅថាសញ្ញាគម្រាមរលូតកូនឬក៏ពេលខ្លះគាត់អាចនឹងរលូតកូនហើយប៉ុន្តែគាត់អត់ដឹងខ្លួនចំណែកឈាមរដូវគឺកាត់ឡើងធម្មតារៀងរាល់ខែពេលខ្លះវាអាចនឹងមកលើពេលខ្លះវាអាចនឹងមកលឿនជាងខែមុនវាអាស្រ័យលើសុខភាពរបស់បងដែរបើក្នុងករណីសុខភាពបងល្អធម្មតាគឺវានឹងមកទៀងទាត់ល្អប៉ុន្តែបើក្នុងករណីសុខភាពយើងមួយខែល្អមួយខែអត់ល្អឬក៏ពេលខ្លះខែខ្លះយើងគេអត់គ្រប់គ្រាន់យើងញ៉ាំអត់គ្រប់គ្រាន់មានការស្ទះច្រើនអីគឺអត់មកប្រែប្រួលក៏ធ្វើឲ្យការមករដូវរបស់យើងវាអាចនឹងអត់ទៀងទាត់ដែរប៉ុន្តែនៅក្នុងមួយខែគឺបងនៅតែមកហើយចន្លោះពី3ថ្ងៃទៅ7ថ្ងៃទោះជាតិចឬក៏ច្រើនក៏ដោយគឺចាត់ទុកថាជាការមករដូវធម្មតាអញ្ចឹងសម្រាប់បងដែលគាត់មានផ្ទៃពោះឬក៏ដឹងថាខ្លួនមានផ្ទៃពោះហើយមានការធ្លាក់ឈាមបន្តិចឬក៏ច្រើនក៏ដោយត្រូវប្រញាប់ទៅជួបគ្រូពេទ្យចំណែកបងដែលគាត់អត់មានផ្ទៃពោះទេប៉ុន្តែតាក់ទងជាមួយនឹងការមករដូវអត់ទៀងទាត់មានការឈឺចាប់កំឡុងពេលមករដូវឬក៏មកតិចពេកអញ្ចឹងវាតាក់ទងជាមួយនឹងសុខភាពរបស់គាត់អញ្ចឹងសូមថែទាំសុខភាពបានល្អគេឲ្យបានគ្រប់គ្រាន់ញ៉ាំបានគ្រប់គ្រាន់កុំគិតច្រើននោះទៅអរម៉ូនរបស់យើងដំណើរការល្អការមករដូវរបស់យើងគឺល្អដូចគ្នាហើយសម្រាប់ខាងខ្ញុំក៏មានជាឈុតវីតាមីនជំនួយឲ្យមករដូវមិនថាអ្នកដែលគាត់រាំងរដូវមកអត់ទៀងទាត់ឈឺចាប់កំឡុងពេលមករដូវឬក៏មកតិចពេកឬក៏មកតិចថ្ងៃពេកគឺអាចប្រើឈុតវីតាមីននឹងបាន